Hello សួស្តីអ្នកគ្នាមកជួបគ្នាជាមួយនឹងការសម្ដែងសាច់រឿង BL រឿងទាសកលស្នេហ៍នៅប្រតិកបរបស់យើង EP 3ទាំងអស់គ្នាណាadmin ក៏ sorry គ្នាយើងដែរដែលបានចេញរឿងឲ្យមើលនោះដោយសារតែមានរវល់ការងារណាប៉ុន្តែ admin នឹងឆ្លៀតបើសិនជា admin ត្នេណាអូខេកុំឲ្យ spoil ច្រើនពេកយើងចូលទៅកាន់សាច់រឿងយើងជាបន្តទៀតចាប់ផ្ដើមនៃភាគនេះមកគឺថាកូនស្រីគូហួចៅរបស់យើងគឺគាត់បានដេញឲ្យវិនហែរបស់យើងនឹងចេញទៅក្រៅវិញទៅក៏មកខ្វាយខ្វល់ជាមួយនឹងគាត់ ប៉ុន្តែកូនប្រុសរបស់យើងអត់បានដើរចេញទៅខាងក្រៅទេគាត់បែរជាឱនទៅរកអំបែងកែវដែលបានធ្លាក់បែកនោះទៅវិញណាដោយគាត់ឱនរើសហ្នឹងគឺអត់បានប្រយ័ត្នទេគាត់ធ្វើឲ្យដៃរបស់គាត់ហ្នឹងគឺមានរបួសមុតជាមួយអំបែងកែវហ្នឹងគឺថាមានឈាមហូរដែរណាហើយក៏លេចទៅមើលកូនស្រីហ្នឹងគាត់ក៏រៀងបារម្ភពីគេដែរប៉ុន្តែក៏ប្រឹងធ្វើជាចរិតខ្មើដូចជាមេមាន់អញ្ចឹងពេលនោះផងដែរក៏លេចវត្តមានរបស់អ្នកប្រុសទី2គូឡានរបស់យើងចេញមកហើយដែលបានស្ដីបន្ទោសទៅកាន់កូនប្រុសវណ្ណហើយរបស់យើងនឹងថាអាយ៉ាបងប្អូនជីដូនមួយឯងនេះអត់ចេះប្រយ័ត្នសោះមើលចុះដៃរបស់ឯងពេលនេះមុត មានរបួសហើយចាំខ្ញុំនាំឯងទៅរុំរបួសនិយាយហើយក៏បានអោបស្មាវិនហែរបស់យើងចង់នាំដើរចេញទៅប៉ុន្តែកូនស្រីរបស់យើងនោះគឺមាននៅស្ងៀមឯណាគ្រាន់តែឃើញអញ្ចឹងគឺថាបញ្ញាមករៀបពីអ្នកនឹងយ៉ាងលឿនអាយ៉ាកូនស្រីរបស់យើងដូចជាមានអារម្មណ៍ថាធំប្រច័ណ្ឌណាបងហើយក៏បានដើរចូលទៅនិយាយស្ដីឲ្យទៅកាន់កូនប្រុសរបស់យើងប៉ុន្តែគឺថាសម្ដីខុសពីចិត្តតែម្ដងមើលទៅឯងពូកែសម្ដែងណាណពូកែធ្វើជាទូកំសត់ឲ្យគេមើលមកគាត់ថាឯងនេះគឺជាជនរងគ្រោះអញ្ចឹង ណែសម្ដីនេះគឺថាអត់ដូចចិត្តទេបើចិត្តវិញកំពុងតែបារម្ភពីគេប៉ុន្តែសម្ដីវិញគឺរឹងឲ្យដូចជាថ្មអញ្ចឹងកូនប្រុសរបស់យើងនៅពេលដែលឮគឺអូនស្ដីឲ្យគឺថានៅឡើងស្ងៀមប៉ុន្តែអ្នកប្រុសទី2នោះគឺជាអ្នកតមាត់ជំនួសវិញដែលបាននិយាយថាចាប់តាំងពីឯងមិនចូលចិត្តបងប្រុសរបស់ឯងមកគឺខ្ញុំអាចយកគេចេញឆ្ងាយពីឯងបានគ្រប់ពេលទាំងអស់គឺបែបហ្នឹងគឺថាកូនស្រីរបស់យើងគូហៅចៅនេះគឺថាក្តៅស្លឹកកជីហើយដែលបាននិយាយទាំងតកួបបោកទៅវិញថាទោះយើងចូលចិត្តគេឬក៏អត់នោះក៏វាគ្មានអីពាក់ព័ន្ធនឹងឯងដែរហើយពេលនោះផងដែរកូនស្រីរបស់យើងក៏បានលើកយកចំណុចខ្សោយនៅប្រុសទី2នឹងយកមកនិយាយតែម្ដងដោយបាននិយាយថាបើសិនជាឯងនៅតែបន្តធ្វើបែបនេះទៀតខ្ញុំនឹងយករឿងដែលឯងកំពុងតែរៀបចំផែនការនៅពីក្រោយខ្នងរបស់លោកពូនឹងយកទៅប្រកាសបើសិនជាគាត់បានដឹងនោះគាត់ប្រហែលជាមិនសប្បាយចិត្តជាមួយនឹងឯងទេតែប្រុសទី2គ្រាន់តែដឹងថាបងប្រុសរបស់គាត់លើកយកចំណុចខ្សោយរបស់គាត់យកមកនិយាយអញ្ចឹងគឺថាគាត់នេះក៏បាននិយាយយ៉ាងសម្រុះសម្រួលទៅគឺថាបដូរចរិតគឺថាឡើង360ដឺក្រេតែម្ដង ល្អខ្ញុំព្រមដោះលែងគាត់ប៉ុន្តែឯងត្រូវធ្វើល្អចំពោះបងប្អូនរបស់ខ្ញុំផងរួចក៏និយាយទៀតថាខ្ញុំមានការងារនិងរឿងផ្សេងទៀតដែលត្រូវដោះស្រាយអញ្ចឹងហើយខ្ញុំគ្មានពេលទៅលេងជាមួយនឹងអ្នកទាំងពីរទៀតទេនិយាយហើយក៏បានដើរចេញទៅទាំងទឹកមុខគឺថាមិនញញឹមនោះឡើយមិនដឹងថាក្នុងចិត្តហ្នឹងគឺថាគុំគួនទៅកាន់កូនស្រីរបស់យើងនឹងប៉ុណ្ណានោះទេសាយរឿងបន្តក៏បានកាត់មកនៅក្នុងបន្ទប់មួយគឺថាកូនស្រីរបស់យើងនេះបានឲ្យបងមករុំរបួសអញ្ចឹងទៅ ពេលនោះពេលដែលឃើញថាកូនស្រីរបស់យើងអង្គុយចុះហើយគឺថាកូនប្រុសនេះក៏ចង់ងើបដើរចេញទៅប៉ុន្តែកូនស្រីក៏បាននិយាយខាត់ថាឲ្យអង្គុយចុះទៅរួចក៏បានទាញដៃរបស់គេនឹងយកមករុំរបួសអញ្ចឹងទៅកូនប្រុសរបស់យើងក៏បានសួរទៅកាន់កូនស្រីទាំងភាំងៗណាថាតើលោកចង់ធ្វើអីប៉ុន្តែកូនស្រីក៏បានឆ្លើយទៅមកវិញថាកុំរើឬក៏កំរើកប្តេជ្ញាសោះមកនិយាយទៅពេលហ្នឹងគឺថាថេកគេខ្លាំងមែនតើ និយាយចប់ហើយកូនស្រីរបស់យើងក៏បានជួយលាងរបួសអាបងទៅបន្ទាប់ពីលាងរួចក៏បានប្រាប់ទៅកាន់កូនប្រុសរបស់យើងនឹងថាកុំយកដៃរបស់ឯងនឹងដាក់ចូលទៅក្នុងមាត់ទៀតប្រយ័ត្នឆ្លងមេរោគអីចឹងទៅដោយសារតែមុនហ្នឹងឃើញថាកូនប្រុសរបស់យើងនឹងគឺថាយកដៃដាក់ចូលក្នុងមាត់ដើម្បីបឺតឈាមអីចឹងទៅពេលហ្នឹងកូនប្រុសរបស់យើងក៏បានគិតក្នុងចិត្តដែរថាកូនស្រីរបស់យើងនឹងគឺជាមនុស្សបែបម៉េចទៅម្ដងក្តៅម្ដងត្រជាក់អីចឹងណាហើយជាមនុស្សគឺថាមានចរិតពីរផ្សេងគ្នាម្ដងសុភាពរាបសារម្ដងកាចខុសខើឲ្យគួរឲ្យខ្លាចចឹងទៅ ប៉ុន្តែពេលនោះកូនស្រីរបស់យើងក៏ហាក់ដូចជាដឹងថាខ្លួនឯងនឹងបារម្ភពីគេច្រកក៏បានគេចមុខពីគេហើយមើលទឹកមុខកូនស្រីរបស់យើងហ៎និយាយពីថាខ្ជិះខ្ជួលខ្លាំងមែនតើណាពេលអៀនអញ្ចឹងនោះកូនស្រីរបស់យើងពេលហ្នឹងដោយសារតែអៀនពេកក៏បាននិយាយទៅដោយសារតែពេលហ្នឹងគឺគាត់ខ្លាចកូនប្រុសរបស់យើងដឹងហ៎តែបានដាស់តឿនទៅកាន់កូនប្រុសរបស់យើងនឹងថានៅឲ្យឆ្ងាយពីគូឡានបន្តិចទៅដោយសារតែគូឡានហ្នឹងគេមិនមែនជាមនុស្សល្អឯទេកូនប្រុសវណ្ណហើយរបស់យើងនៅពេលដែលលើអូននិយាយប្រាប់អញ្ចឹងក៏គាត់បានឆ្លើយតបទៅដែរគឺបានអង្គុយត្រឹមតែនៅស្ងៀមធម្មតាអញ្ចឹងណា ឥឡូវសេរីរបស់យើងបានបង្ហាញពីតួបឋមម្នាក់ទៀតហើយដែលគេមានឈ្មោះថាជីនណានដោយជីនណានហ្នឹងគឺគាត់កំពុងតែដើរម្នាក់ឯងស្រាប់តែមានមនុស្សមួយក្រុមចុះពីលើឡានហ្នឹងគឺថាមកស្ទាក់ចាប់គាត់យកទៅណាហើយអ្នកដែលមកចាប់ហ្នឹងគឺជាកូនចៅរបស់អ្នកប្រុសទី2គូឡានរបស់យើងនឹងឯងពេលដែលចាប់មកដល់កន្លែងអ្នកប្រុសតូចគូឡានរបស់យើងគឺថាជីនណាននេះក៏បានសួរទៅកាន់គូឡានហ្នឹងថាគឺជានរណាគេមិនបានជាចាប់ខ្លួនរបស់ខ្ញុំមកទីនេះអញ្ចឹងពេលនោះកូនចៅរបស់អ្នកប្រុសទី2ហ្នឹងក៏បានរាយការណ៍ប្រាប់តកតងពីឪពុករបស់ជីនណានហ្នឹងថាពេលនេះគឺគេបានរត់គេចខ្លួនបាត់ទៅហើយ នៅឡើយតែកូនរបស់គេដែលគេមានឈ្មោះថាជីណានពេលដែលឮឈ្មោះឪពុកខ្លួនចេញពីមាត់របស់ពួកគេអញ្ចឹងគឺថាជីណាននេះគឺភ័យខ្លាំងមែនតើក៏បានបញ្ញាប់សួរទៅកាន់ពួកគេទាំងអស់គ្នានិងអ្នកប្រុសទី2នឹងថាតើពួកលោកបានធ្វើអ្វីខ្លះដល់ឪពុករបស់ខ្ញុំ
បាននិយាយទៅពេលហ្នឹងគឺថាជីណារបស់យើងនេះគឺថាភ័យខ្លាំងមែនតើហើយមើលតែទឹកមុខទៅក៏ដឹងហើយប៉ុន្តែអ្នកប្រុសព្រះនារីមុខស្រស់របស់យើងនេះគឺមានជាការអត់ចង់ឆ្លើយជាមួយនឹងគេទេបែរជាយករឿងផ្សេងមកនិយាយទៅវិញណាដែលបានលើកសរសើរពីរូបសម្រស់របស់ជីណារបស់យើងនឹងថាមើលទៅឯងស្អាតខ្លាំងណាស់ជាពិសេសគឺកែវភ្នែករបស់ឯងនឹងតែម្ដងហើយឯងដឹងអត់ថាឪពុកដែលញៀនល្បែងរបស់ឯងហ្នឹងគឺគេបានជពាក់លុយរបស់យើងប៉ុន្មាននោះគឺគេជពាក់លុយយើងដល់ទៅ1 លានតែឯងដឹងទេថាលុយហ្នឹងគឺវាច្រើនកម្រិតណានោះវាអាចទៅរួចដែរអត់ដែលឪពុករបស់ឯងព្យាយាមរត់គេចពីយើងប៉ុន្តែយើងបែរជាមិនស្វែងរកគេនោះទេហើយខ្ញុំដូចជាចង់ដូរចិត្តហើយហេតុអ្វីខ្ញុំមិនព្រមយកឯងមកលេងជំនួសឪពុករបស់ឯងទៅព្រោះតែឯងហ្នឹងក៏ជាកូនប្រុសរបស់គេដូចគ្នាមើលទៅឯងគឺថាស្អាតដូចជាមនុស្សស្រីអញ្ចឹងបើអញ្ចឹងចាប់ពីពេលនេះទៅឯងត្រូវរ៉ាប់រងរឿងទាំងអស់នោះជំនួសឪពុករបស់ឯងត្រូវសងបំណុលយើងដោយប្រើរាងកាយរបស់ឯងយ៉ាងម៉េចដែរគ្រាន់តែលើអញ្ចឹងភ្លាមគឺថាជីណារបស់យើងក៏បាននិយាយសុំអង្វរទៅកាន់អ្នកប្រុសទី2ហ្នឹងណាដោយអង្វរលន់តួថាខ្ញុំសុំអង្វរលោកខ្ញុំអាចធ្វើការដើម្បីសងបំណុលលោកបានប៉ុន្តែអ្នកប្រុសទី2នេះក៏បាននិយាយទៅកាន់ជីណានរបស់យើងវិញថាខ្ញុំមិនត្រូវការប្រាប់បន្តិចបន្តួចដែលឯងរកបានពីការងារហ្នឹងនោះទេពេលនេះគូហួចើគឺគេមានរបស់លេងថ្មីហើយវាក៏ធ្វើឲ្យយើងច្រណែននឹងគេផងដែរនិយាយចប់តែប៉ុណ្ណឹងអ្នកប្រុសទី2ហ្នឹងក៏បានដើរចេញទៅប៉ុន្តែមុននឹងដើរចេញទៅក៏បានប្រាប់កូនចៅរបស់គាត់ហ្នឹងឲ្យចាប់ជីណានរបស់យើងនេះទៅផ្ទះរបស់គាត់ណារួចសរឿងបន្ទាប់ក៏គេបានកាត់មកនៅខាងកូនប្រុសវនហើយរបស់យើងនៅវិញម្ដងកំពុងតែដើរហ្នឹងស្រាប់តែអ្នកប្រុសទី2របស់យើងហ្នឹងចេញមកទៀតហើយនិយាយថាមួយថ្ងៃតនេនោះតនេណាដល់អ្នកប្រុសទី2គូឡារបស់យើងហ្នឹងបាននិយាយទៅកាន់វនហើយរបស់យើងថាបងប្អូនជីដូនមួយលោកគួរឲ្យស្រឡាញ់ណាស់អូយមានអារម្មណ៍ថាប៉ែនេះដូចអ្មេចទេវនហើយនោះគ្នាអត់ខ្វល់ជាមួយនឹងពាក្យសម្ដីនឹងទេបានសួរទៅកាន់អ្នកប្រុសទី2នឹងថាបើសិនជាលោកគ្មានការងារអីជាមួយនឹងខ្ញុំទេខ្ញុំសូមទៅធ្វើការរបស់ខ្ញុំសិនហើយរួចក៏បានដើរចាស់ចេញទៅប៉ុន្តែអ្នកប្រុសទី2ហ្នឹងក៏បាននិយាយបន្តទៀតថានេះឯងមិនដឹងទេថាគូហួចើគេបានចាត់ទុកខ្ញុំហើយនឹងឯងដូចជាសម្រាប់អញ្ចឹងនេះឯងអត់ចង់សងសឹកទៅកាន់គូហួចើទេហើយនៅផុសទី2ហ្នឹងក៏បាននិយាយចាក់មនោគមទៅកាន់កូនប្រុសវណ្ណហើយរបស់យើងនឹងទៀតណាដោយនិយាយថាឯងដឹងអត់ឪពុកម្ដាយរបស់ឯងមុនពេលដែលពួកគាត់ជួបបញ្ហាបែបនេះក៏ដោយសារតែគូហួចើគេត្រឡប់មកវិញដូចគ្នាពេលដែលឮអញ្ចឹងគឺថាកូនប្រុសរបស់យើងនោះគឺពិតជាចាប់អារម្មណ៍ពិតមែនក៏បានងាកដើរមកសួរគេវិញណាដែលថាតើលោកនិយាយហ្នឹងគឺចង់មានន័យបែបម៉េចពេលដែលឃើញថាកូនប្រុសរបស់យើងដូចជាចាញ់មនោគមរបស់ខ្លួនហើយនៅប្រុសទី2ហ្នឹងក៏បាននិយាយបន្តទៀតណាខ្ញុំដឹងថាឯងមកគ្រួសារតកូលគូយើងក៏ព្រោះតែចង់ដឹងរឿងមួយនេះប៉ុន្តែឯងត្រូវស្វែងរកឲ្យដឹងការពិតថាតើការស្លាប់របស់ឪពុកម្ដាយរបស់ឯងហ្នឹងវាមានជាប់តាក់ទងជាមួយនឹងគ្រួសារតកូលគូនឹងដែរឬមួយក៏អត់តែខ្ញុំអាចជួយឯងបានគ្រាន់តែលឺអញ្ចឹងភ្លាមគឺថាកូនប្រុសនេះក៏បានសួរទៅកាន់តែប្រុសទី2ហ្នឹងថាតើលោកចង់ធ្វើអីអ្នកប្រុសទី2ហ្នឹងគាត់ក៏បានទាញកំប៉ុងថ្នាំមួយចេញមកដែលបាននិយាយថានេះគឺជាថ្នាំវង្វេងស្មារតីបើនិយាយទៅវាប្រៀបដូចជាថ្នាំសរសៃប្រសាទអញ្ចឹងគ្នាយើងដែលបានហុចទៅឲ្យកូនប្រុសវិនហើយរបស់យើងណារួចក៏បានប្រាប់ទៀតថាគឺថាគូហួចៅគឺគេមានទម្លាប់ផឹកស្រានៅពេលយប់ជានិច្ចមុននៅពេលដែលគេចូលគេងអញ្ចឹងឯងដឹងហើយថាខ្ញុំនិយាយនេះគឺចង់មានន័យបែបម៉េចនោះបន្ទាប់ពីបានថ្នាំហើយគឺថាកូនប្រុសរបស់យើងក៏បានកញ្ឆក់ថ្នាំហ្នឹងហើយក៏បានដើរចេញទៅដោយអត់បាននិយាយទាំងអស់ណាបន្ទាប់ពីកូនប្រុសរបស់យើងដើរចេញទៅហើយគឺថាអ្នកប្រុសទី2នេះគាត់ក៏បានញញឹមយ៉ាងគួរឲ្យខ្លាចខ្លាំងមែនតើដែលបាននិយាយម្នាក់ឯងពីចម្ងាយជូនពរទៅកាន់គូហួចើរបស់យើងថាគូហួចើសុបិនល្អណាស់ឥឡូវសេរឿងមកបង្ហាញពីជីណានរបស់យើងវិញគឺថាកូនចៅអ្នកប្រុសទី2ក៏បានចាប់ជីណានរបស់យើងមកដល់ផ្ទះតកូលគូហើយជីណាននោះគ្នាខំព្យាយាមរើបំរាដល់និយាយថាឲ្យដោះលែងខ្ញុំទៅខ្ញុំប្រាប់ថាឲ្យដោះលែងខ្ញុំប៉ុន្តែនៅពេលដែលគេចាប់មកដល់ក៏គេបានទម្លាក់កូនជីណានរបស់យើងនេះគឺថាព្រោះតើដោយគ្មានអាណិតគ្នានោះទេធ្វើដូចគ្នាគឺជាទិសកោដាច់ថ្លៃអញ្ចឹងណាហើយពេលនោះក៏បាននិយាយប្រាប់ទៅកាន់ច្បាយរបស់ខ្លួននៅចុងខាងលើនឹងថាគឺខ្ញុំយកគេមកដល់ហើយពេលនោះអ្នកប្រុសទី2ក៏បានស្រែកនិយាយពីខាងលើនឹងថាឲ្យទុកគេនៅត្រង់នឹងហើយរួចក៏ប្រញាប់ចុះមកខាងក្រោមនឹងឯងបន្ទាប់ពីចុះមកដល់ខាងក្រោមហ្នឹងគឺថាអ្នកប្រុសទី2ហ្នឹងក៏បានធ្វើសញ្ញាស៊ូយកុំឲ្យជីណារបស់យើងនឹងមាត់លឺពេកក៏បាននិយាយថាគឺខ្ញុំមានអ្វីមួយយ៉ាងចង់បង្ហាញឲ្យឯងបានឃើញរួចក៏បានយកទូរស័ព្ទរបស់គាត់ហ្នឹងយកមកបើកវីដេអូដែលគាត់បានថតឪពុកជីណារបស់យើងត្រូវបានកូនចៅរបស់គាត់ធ្វើបាបហ្នឹងណាដល់នៅក្នុងវីដេអូហ្នឹងគឺឪពុករបស់ជីណាដែលមានឈ្មោះថាជីណាអ៊ីហ្នឹងក៏គាត់បាននិយាយឲ្យជីណារបស់យើងនេះជួយគាត់ផងដែលបាននិយាយថាជួយប៉ាផងជីណាបើឯងមិនព្រមជួយប៉ាទេពួកគេនឹងវាយប៉ារហូតដល់តែស្លាប់ហើយពេលនោះគឺថាជីណាគ្នាភ័យខ្លាំងមែនតើហើយអ្នកប្រុសទី2គូឡារបស់យើងបន្ទាប់ពីឃើញជីណានឹងគ្នាភ័យហើយក៏បាននិយាយបំភ័យទៅកាន់កូនជីណារបស់យើងនឹងបន្តទៀតណាថាឯងដឹងអត់ថាមនុស្សទាំងអស់នេះ
ពួកគេគឺនៅក្នុងកាស៊ីណូរបស់ខ្ញុំណាគឺពួកគេមិនចេះមានធម៌មេត្តានោះទេជាពិសេសបើសិនជាពួកគេបានសម្លាប់នរណាម្នាក់ហើយពួកគេប្រហែលជាយកសាកសពរបស់អ្នកដែលគេបានសម្លាប់នោះយកទៅបោះចោលនៅក្នុងទឹកសមុទ្ររួចហើយក៏យកទៅធ្វើជាចំណីត្រីហើយពេលនោះបើសិនជាមានគេចង់ទៅស្វែងរកនោះក៏ប្រហែលជាគ្មាននរណាដឹងដែរគាត់ទៅលើថាគេចង់យកឪពុករបស់ខ្លួនទៅវាយសម្លាប់ចោលហើយធ្វើជាចំណីត្រីអញ្ចឹងជាណានេះគ្នាភ័យខ្លាំងមែនតើក៏បាននិយាយថាទេណាថាសុំវល់លោកហើយពេលហ្នឹងគឺថាជាណារបស់យើងបានហៅទៅកាន់អ្នកប្រុសទី2នឹងថាចវាយវ័យក្មេងណាដែលបាននិយាយថាបើសិនជាលោកព្រមដោះលែងឪពុកខ្ញុំលោកឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរក៏ខ្ញុំព្រមធ្វើតាមលោកគ្រប់យ៉ាងទាំងអស់ឬបែបហ្នឹងអ្នកប្រុសទី2ហ្នឹងគាត់ក៏ហាក់បីដូចជាបានចិត្តណារបៀបថាគឺញញឹមបែបជាអ្នកឈ្នះហ្មងដែលបាននិយាយថាបានជាណានោះគ្នាលឿងចឹងក៏បាននិយាយទៀតថាខ្ញុំយកព្រមធ្វើអ្វីគ្រប់យ៉ាងដែលលោកចង់ឲ្យខ្ញុំធ្វើពេលនោះនៅផុតទី2គឺថាបានចិត្តផ្ដាល់ក៏បាននិយាយថាមិនអីទេបើអញ្ចឹងយកគេទៅបន្ទប់របស់ខ្ញុំចាប់ហើយក៏បានដើរទៅឲ្យកូនចៅរបស់គាត់នឹងចាប់ជីណារបស់យើងទៅពីក្រោយណាជីណានោះគ្នាក៏ប៉ុន្តែគិតហើយថាបន្ទាប់ពីនេះគឺខ្លួនប្រហែលជាគ្មានសល់សាច់ទេដោយសារតែត្រូវបានខ្លាចចាប់ហៃស៊ីអញ្ចឹងណាប៉ុន្តែចង់ប្រាប់ថាទស្សនវិជ្ជាមួយនឹងក៏ត្រូវបានកុំប្រវត្តិហើយបើយើងឈរសម្លឹងមើលពីជាន់ខាងលើដូចគ្នាហើយចង់ប្រាប់ថាចូលបណ្ដានីតិនេះសាច់រឿងរបស់យើងក៏បានបណ្ដាទីបញ្ចប់ដូចគ្នាណា